រុស្ស៊ីទទួលបានយន្តហោះទម្លាក់គ្រាប់បែកស៊ូ34ចំនួនចុងក្រោយបង្អស់ដែលទើបនឹងធ្វើទំនើបកម្មរុស្ស៊ីបានបញ្ចប់ការប្រគល់យន្តហោះចម្បាំងវាយប្រហារស៊ូ34ចំនួនចុងក្រោយបង្អស់ជាមួយនឹងការកែលម្អនេះបញ្យោងតាមការចុះផ្សាយរបស់សាជីវកម្មយន្តហោះសហរដ្ឋអាមេរិក UAC នេះបញ្យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Jinsenho UAC ដែលជាផ្នែកមួយនៃក្រុមហ៊ុនអាកាសចរយក្ស Rostec របស់រុស្ស៊ីបានឲ្យដឹងថាម៉ូដែលដែលបានប្រគល់ជូនបានបញ្ចប់ការធ្វើតេស្តលើដីនិងហោះហើរចាំបាច់ទាំងអស់ជាមួយនឹងការកែលម្អដែលអាចឲ្យមានការវាយប្រហារកាន់តែត្រឹមត្រូវនិងមានឥទ្ធិពលខ្លាំងនៅចម្ងាយរាប់រយគីឡូម៉ែត្រយោងតាម UAC យន្តហោះស៊ូ34ត្រូវបានរចនាឡើងដើម្បីវាយប្រហារគោលដៅលើដីលើទឹកនិងលើអាកាសរួមទាំងគោលដៅដែលត្រូវបានការពារដោយប្រព័ន្ធការពារដែនអាកាសផងដែរបន្ថែមលើបេសកកម្មវាយប្រហារវាអាចធ្វើការឆ្លប់យកការតាមអាកាសលោក Vadim Badeka នាយកប្រតិបត្តិនៃ UAC បានឲ្យដឹងផងដែរថាការផលិតនៅឆ្នាំ2025ត្រូវបានបញ្ចប់តាមកាលវិភាគហើយការងារលើការផលិតនៅឆ្នាំក្រោយកំពុងដំណើរការរួចហើយដោយកត់សម្គាល់ថាឆ្នាំនេះគឺជាឆ្នាំមួយដែលមានផលិតភាពបំផុតទាក់ទងនឹងចំនួនយន្តហោះយុទ្ធសាស្ត្រ